សម្រាប់សម្លម្សៅផ្លែត្នោតមុខនេះគឺធានាថាឆ្ងាញ់តែម្ដងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់តែញ៉ាំសម្លកកូរជីនស្ងោរអាំងឬក៏សម្លម្ជូរអីនេះឯងរាល់ថ្ងៃពុកម៉ែបងប្អូនរៀងតលាន់គឺងាកមកសម្លម្សៅផ្លែត្នោតធម្មជាតិរបស់យើងញ៉ាំម្ដងសាកមើលទៅគឺធានាថាឆ្ងាញ់យកតែមែនតែម្ដងបើសិនជាបាយវិញគឺអស់ទាំងស្ប៉ាន់តែម្ដងពុកម៉ែបងប្អូនហើយជំហានដំបូងនៃការសម្លម្សៅផ្លែត្នោតនេះគឺយើងធ្វើការទៅរកផ្លែត្នោតទៅពុកម៉ែបងប្អូនបើសិនជាយើងឡើងបេះបានក៏បានបើសិនជាយើងមានជាទំពុកបេះក៏ល្អមួយយ៉ាងដែរតែសំខាន់គឺយើងធ្វើការរកត្នោតដែលខ្ចីល្មមគឺយើងមិនអាចយកជាផ្លែត្នោតចាស់ទេពុកម៉ែបងប្អូនសម្រាប់ត្នោតនេះគឺមានអត្ថប្រយោជន៍ច្រើនណាស់ពុកម៉ែបងប្អូនមិនថាដើមធាងឬក៏ស្លឹកទេឥឡូវត្នោតរបស់យើងទុកមកគៀនទៅបន្ទាប់ពីយើងរកផ្លែត្នោតរបស់យើងបានហើយយើងធ្វើការមកចិតឲ្យស្អាតអញ្ចឹងទៅពុកម៉ែបងប្អូនហើយគ្រឿងផ្សំគឺខ្ញុំបានរៀបចំរួចជាស្រេចហើយដោយពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺមានដូចជាត្រីឆ្អើគឺយើងអាចរកទិញបាននៅផ្សារសម្រាប់ត្រីប្រាបើសិនជាយើងមានប៊ីក្រោយផ្ទះក៏មានបើសិនជាយើងមិនមានប៊ីក្រោយផ្ទះគឺយើងអាចរកទិញបាននៅផ្សារដូចគ្នារួមទាំងគល់ស្លឹកគ្រៃដើម្បីកាត់ជាឆ្អាបគ្រាប់ត្នោតផ្លែត្នោតដែលយើងបានចិតជាចំណិតស្ដើងនេះពុកម៉ែបងប្អូនគឺយើងមើលទៅគឺតំណងគួរចង់ទទួលទានដែរនឹងហើយសម្រាប់បន្លែបៃតងថ្ងៃនេះគឺខ្ញុំបាទមានជាបន្លែផ្ទីស្លឹកច្រេះដោយសាររដូវនេះគឺមានស្លឹកច្រេះលាស់ឲ្យពុកម៉ែបងប្អូនហើយមិនតន់ធ្លាក់ភ្លៀងចឹងស្លឹកច្រេះរបស់យើងគឺអត់ខាទេរួមទាំងប្រហុកជាមួយនឹងម្សៅដែលយើងបានបុករួចជាស្រេចសម្រាប់ម្សៅគឺខ្ញុំបានប្រើជាម្សៅអង្ករខ្សាយទេពុកម៉ែបងប្អូនតិចលច្រឡំថាស្លម្សៅអង្ករត្នោតអីហ្នឹងគឺ Vivo ឲ្យពុកម៉ែបងប្អូនតោះបងប្អូនទាំងអស់គ្នាមកផ្សំគ្រឿងជាមួយខ្ញុំបានវិញម្ដងជំហានដំបូងគឺយើងធ្វើការដាក់ទឹកឲ្យពុះបន្ទាប់ពីទឹករបស់យើងពុះហើយយើងធ្វើការដាក់អំបិលមួយសន្លល្មមគល់ស្លឹកគ្រៃកាត់ជាឆ្អាបបន្ទាប់មកគឺធ្វើការដាក់ត្រីប្រារបស់យើងចូលជំហានបន្ទាប់គឺយើងធ្វើការយកទឹកសឡរបស់យើងហ្នឹងគឺយើងយកតែទឹកទេដើម្បីនឹងជ្រុំប្រហុករួចហើយគឺយើងធ្វើការដាក់នៅសាច់ត្នោតរបស់យើងចូលតែម្ដងទៅជំហានបន្ទាប់គឺធ្វើការកូរ3 4 5ត្រឡប់ទៅដើម្បីឲ្យសាច់ត្នោតរបស់យើងគឺសព្វល្អជាមួយនឹងទឹកហ្នឹងឯងពុកម៉ែបងប្អូនរួចហើយយើងធ្វើការគ្រប2 3រំពុះទៅពុកម៉ែបងប្អូនដើម្បីឲ្យប្រកាសថាត្នោតរបស់យើងគឺផុយព្រមទាំងបាត់ហាងបាត់ខាផងដែរបន្ទាប់ពីត្នោតរបស់យើងបានផុយហើយគឺយើងធ្វើការចាក់សាច់ត្នោតរបស់យើងចូលលើសាច់ត្នោតគឺយើងចាក់ស្លទៅគឺលក្ខណៈថាមានជាតិផ្អែមព្រមទាំងធ្វើឲ្យសម្លរបស់យើងគឺកាន់តែមានអររសតែម្ដងបន្ទាប់មកយើងធ្វើការបងនៅម្សៅសម្រាប់ម្សៅយើងធ្វើការរោយអញ្ចឹងទៅពុកម៉ែបងប្អូនគឺយើងមិនអាចចាក់ទាំងអស់ទេបើមិនយើងចាក់ទាំងអស់លក្ខណៈថាម្សៅរបស់យើងទៅជាដុំគឺយើងស្លមងាយឆ្អិនទេពុកម៉ែបងប្អូនទោះបីយើងងាស់ប្រហែល10អំពូលក៏វាអត់ឆ្អិនដែរបន្ទាប់មកគឺយើងធ្វើការដាក់នៅត្រីឆ្អើដើម្បីបង្កើនក្លិនឈ្ងុយមុខម្ហូបរបស់យើងគឺកាន់តែមានអររសតែម្ដងរួចហើយយើងធ្វើការបងគ្រឿងទេសរបស់យើងចូលមកមានដូចជាម្សៅស៊ុបប៊ីចេងស្ករសដាក់តាមចំណង់ចំណូលចិត្តទៅបន្ទាប់មកគឺយើងធ្វើការកូរ4 10ត្រឡប់ដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសព្វគ្នាបានល្អជាមួយនឹងសាច់ត្នោតដែលយើងបានដាក់ពីមុននឹងឯងរួចហើយយើងធ្វើការដាក់នៅទឹកប្រហុកដែលយើងបានជ្រុំរួចជាស្រេចហ្នឹងគឺធ្វើការចាក់ស្រាលអញ្ចឹងមកលក្ខណៈថាក៏ដើម្បីកុំឲ្យថាដោយឆ្អឹងប្រហុករួចហើយយើងធ្វើការក្របមួយរំពុះបន្ទាប់ពីឆ្លងកាត់មួយរំពុះចុងក្រោយទៅឃើញថាទាំងត្រីទាំងបន្លែផ្លែត្នោតគឺបានឆ្អិន 100% ពុកម៉ែបងប្អូនរួចហើយយើងធ្វើការកូរមួយត្រឡប់ពីរត្រឡប់អីចឹងទៅរួចហើយធ្វើការភ្លក់ទៅតើរសជាតិត្រូវតាមក្បួនខ្នាតថានៅបើសិនជាអូខេហើយគឺយើងធ្វើការដាក់បន្លែបៃតងរបស់យើងចូលតែម្ដងទៅមានដូចជាស្លឹកផ្ទីស្លឹកច្រេះបន្ទាប់មកយើងធ្វើការកូរ4 10 20ត្រឡប់ទៅដើម្បីឲ្យប្រកាសថាស្លឹកច្រេះជាមួយស្លឹកផ្ទីរបស់យើងគឺបានសព្វល្អព្រមទាំងឆ្អិនល្អផងដែរហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច like subscribe សូមកុំភ្លេចធ្វើការចុច like subscribe ជូន channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃពី channel របស់ខ្ញុំបាទហើយក៏សូមអធិស្ឋានរដ្ឋលេខរំខានជាមួយនឹងការថាវិបាយរួមជាមួយវីដេអូរបស់ខ្ញុំបាទទាំងមូលនេះមានការរ៉ាដូតង់ចំណុចមួយសូមពុកម៉ែបងប្អូនទាំងគ្នាអធិស្ឋានខ្ញុំបាទផងឥឡូវនេះផងដែរឃើញថាសម្លម្សៅផ្លែត្នោតរបស់ខ្ញុំបាទគឺបានឆ្អិនល្អពុកម៉ែបងប្អូនគឺខ្ញុំបានធ្វើការដួសអាចារ្យដើម្បីយកទៅផ្សារតែម្ដងអរគុណច្រើនជំរាបលាជួបគ្នាវីដេអូក្រោយៗទៀត